เราบอกของមួយចំនួនដែលខ្ញុំបានធ្វើការខ្ញុំកំពុងតែរៀនត្រៀមសម្រាប់ធៀមប្រឡងបាក់ដូជាក់ស្ដែងដោយសារតែពេលហ្នឹងខ្ញុំជឿថាគឺជាពេលដែលខ្ញុំផ្ដោតដាច់យកខ្លាំងគេគឺខ្ញុំចាស់ដាច់យកខ្លាំងដល់ម៉ោង2ម៉ោង3យកពេលខ្លះដាក់ពីនៃខ្លួនឯងធ្វើមុននឹងគេហ្នឹងត្រូវទៅសេតែងសេចក្តីឲ្យបានមកប្រធានអីហើយបានគេអញ្ចឹងដល់ពេលយូរទៅវាជ្រេកាន់តែជ្រេរហូតពី1ម៉ោងទៅ1ម៉ោងអញ្ចឹងក៏ធ្វើឲ្យខ្ញុំចាស់ដាច់យកខ្លាំងហើយអីដែរគួរឲ្យអស់សំណើជាងនឹងទៀតហ្នឹងគឺគេសុកពេលយប់ហ្នឹងងើបឡើងធ្វើអានង្គមវាថាអត់ដឹងថាមិនបានវាភ្ញាក់ហើយយើងអត់សង្ងំគេវិញវាអត់គេណាហើយយើងទៅអង្គុយធ្វើអានង្គមទៅអ្នកគ្នាវាបាន1ទៅ2អានង្គមដែរប៉ុន្តែគ្រាន់តែថាវាសុកពេករបៀបថាគេសុកទៅងើបទៅអង្គុយធ្វើអានង្គមឆ្កយវារបៀបថាចេញមករៀងប្លែកហ្មងតែបើតាមខ្ញុំគិតប្រហែលជាខ្ញុំរៀងភ័យដែរព្រោះដោយសារអាពេលដែលខ្ញុំងើបឡើងធ្វើអានង្គមហ្នឹងវាថាខ្ញុំអត់សូវចាអានង្គមទេអាពេលហ្នឹងប្រឡងឆមេទី1ហើយខ្ញុំធ្វើអានង្គមខុសហើយដល់ពេលចឹងទៅខ្ញុំដឹងថាបន្ទុកខ្ញុំអត់សូវល្អតាក់ទងមួយអានង្គមទេនិយាយទៅខ្ញុំអត់ដឹងថាខ្ញុំគិតអីហ្មងហើយចំណុចមួយទៀតហ្នឹងគឺរៀនអត់ស្មើដៃគ្នាគ្រូគាត់តែងតែប្រាប់តែងតែដាស់តឿនថារៀនឲ្យស្មើដៃគ្នាគឺថាយើងបានបន្ទុកមួយយកបន្ទុកមួយអីអញ្ចឹងណាប៉ុន្តែបើពេលគាត់ប្រាប់ហើយយើងស្ដាប់ទៅហើយប៉ុន្តែគាត់ថាអាចិត្តយើងដែលចង់រៀនអាមុខវិជ្ជាដែលយើងចង់រៀនហ្នឹងវាច្រើនជាងណាដូចខ្ញុំចូលចិត្តធ្វើគណិតណាគ្នាវិញ្ញាសាគណិតខ្ញុំណាវិញ្ញាសាពីបោះគ្រូដែលជាបន្ទុកថ្នាក់ខ្ញុំផងពីរៀនគួរផងហើយពីគ្រូរួមសាលាផងដែលគាត់ចែករំលែកអីអញ្ចឹងណាហើយក៏យកមកធ្វើទៅហើយនៅវិញ្ញាសាក្រៅទៀតដែលខ្ញុំរកពីអ៊ីនធឺណិតរកពី Facebook អីចឹងមកហើយមួយទៀតមិត្តភ័ក្ដិខ្ញុំគឺគាត់ទៅរកវិញ្ញាសាតាមបណ្ដាខេត្តតាមសាលាផ្សេងយកមកឲ្យខ្ញុំធ្វើខ្ញុំក៏ធ្វើទៀតបើសរុបទៅគណិតវិទ្យាហ្នឹងដែលធ្វើវិញ្ញាសាហ្នឹងគឺវាចូល5វិញ្ញាសាបែបផ្សេងគ្នា5បាត់ហើយគ្នាអញ្ចឹងគណិតហ្នឹងវាធ្វើច្រើនជាងគេអញ្ចឹងបានថាខ្ញុំរៀនអត់សូវស្មើដៃគ្នាទេវិជ្ជាផ្សេងនេះខ្ញុំមិនមែនបោះចោលទេគ្រាន់តែថាខ្ញុំរៀនមកល្មមដែលខ្ញុំអាចថាអូខេប៉ុណ្ណឹងបានហើយខ្ញុំក៏ឈប់ប៉ុន្តែបើគណិតមួយគឺអត់ហ្មងហើយត្រឡប់មកខកមួយទៀតគឺដូរកាលវិភាគរាល់អាទិត្យអញ្ចឹងបើសិនជាកាលវិភាគហ្នឹងខ្ញុំអាចដូរមួយថ្ងៃបានមួយថ្ងៃដូរហើយស្អែកដូរថ្មីខ្ញុំនឹងដូរប៉ុន្តែដោយសារខ្ញុំអត់អាចដូរលឿនពេកទេអញ្ចឹងខ្ញុំដូរពីមួយអាទិត្យទៅមួយអាទិត្យខ្ញុំមិនដឹងថាអូនមួយចំនួនគាត់មានរបៀបថាសកម្មភាពអញ្ចឹងដែរអត់ទេប៉ុន្តែបើសម្រាប់ខ្ញុំដូររហូតវាថាឥឡូវមួយអាទិត្យហ្នឹងខ្ញុំរៀនអាមុខវិជ្ជាហ្នឹងច្រើនជាងគេទៅអាទិត្យក្រោយខ្ញុំទៅដាក់មុខវិជ្ជាផ្សេងច្រើនជាងគេវិញដោយសារមុខវិជ្ជាហ្នឹងខ្ញុំបានរៀនថ្នាក់ដែរដល់ពេលអាទិត្យក្រោយខ្ញុំដាក់មុខវិជ្ជាផ្សេងច្រើនជាងគេវិញខ្ញុំរៀងផ្លិចអាទិត្យហ្នឹងហើយអាមុខវិជ្ជាហ្នឹងអាទិត្យហ្នឹងអញ្ចឹងខ្ញុំដាក់ហ្នឹងវិញអញ្ចឹងវាអាស្រ័យលើខ្លួនឯងអញ្ចឹងខ្ញុំក៏ចង់ផ្ដាំដល់អូនដែរថាដាក់កាលវិភាគឬក៏ធ្វើអីមួយគឺយើងត្រូវយល់ពីខ្លួនឯងហើយការទិញមេរៀនហ្នឹងក៏វាត្រូវការជាក់លាក់មួយដែរបានយើងទិញមេរៀនទៅយើងចាំសនុកបានច្រើនត្រង់គ្រប់ខ្ញុំគឺអត់មានអីច្រើនទេគ្រាន់តែចង់ចែកម្លែកខ្លះដើម្បីឲ្យអូនជៀសវាងជាពិសេសអាការដែលគេមិនគ្រប់គ្រាន់ហ្នឹងគឺវាអត់ល្អសម្រាប់សុខភាពយើងទេ